ចឹងបើសិនជាពេលខ្លះគាត់អត់មានលុយច្រើនដូចមានតែ$500ដែលយើងនិយាយចឹងគាត់អាចចាប់ផ្ដើមចេញពី TikTok គាត់អាចចាប់ផ្ដើមចេញពី Facebook Reel ដែលបង្ហាញពីគេហៅថាជំនាញអាជីពរបស់គាត់ឲ្យគេស្គាល់គាត់សិនមុននឹងឲ្យគេនឹងមកទិញសេវាកម្មគាត់សូមស្វាគមន៍មកកាន់គំនិត Podcast ដែលយើងនឹងជជែកអំពីអាជីវកម្មនិងការធ្វើទីផ្សារថ្ងៃនេះដែរយើងនឹងពិភាក្សាអំពីអាជីវកម្មដែលយើងអាចចាប់ផ្ដើមបានដោយប្រើទុនត្រឹម$500ប៉ុណ្ណោះចូលរួមជាមួយខ្ញុំគឺលោកបងហាក់គឹមថុងដែលជាសហគ្រិនក្នុងផ្នែកទីផ្សារនិងអចលនទ្រព្យអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលប្រធានបទយើងតែម្ដងបើបងមាន$500ដើម្បីចាប់ផ្ដើមអាជីវកម្មមួយនៅក្នុងថ្ងៃនេះតើបងនឹងចាប់ផ្ដើមអាជីវកម្មប្រភេទណាបាទបើខ្ញុំមាន$500ខ្ញុំគិតថាមានអាជីវកម្មជាច្រើនដែលខ្ញុំអាចចាប់ផ្ដើមបានដូចជាសេវាកម្មដល់ប្រឹក្សាយោបល់ពាក់ព័ន្ធមួយទីផ្សារ Digital ពាក់ព័ន្ធជាមួយនឹងវគ្គ training សម្រាប់ម្ចាស់អាជីវកម្មក៏ដូចជាអ្នកនៅក្នុងវិស័យទីផ្សារហ្នឹងពាក់ព័ន្ធមួយវិស័យចលនាវត្ថុប៉ុន្តែសួរថាគ្រប់គ្នាអាចធ្វើចឹងបានអត់ខ្ញុំគិតថាមិនមែនគ្រប់គ្នាអាចធ្វើអញ្ចឹងបានទេអញ្ចឹងយើងអាចនិយាយបានថា$500អាចចាប់ផ្ដើមអាជីវកម្មបានឬក៏អត់វា yes ផង no ផងអាស្រ័យលើបុគ្គលរៀងខ្លួនចំពោះខ្ញុំវិញដោយសារតែខ្ញុំមានបទពិសោធន៍ខ្ញុំដើរបានរៀងវែងឆ្ងាយដែរអញ្ចឹងក៏ខ្ញុំអាចចាប់ផ្ដើមអាជីវកម្មជាច្រើនដែលអត់ត្រូវការដើមទុនទេប៉ុន្តែបើសិនជាបកទៅ10ឆ្នាំជាងមុនព្រោះខ្ញុំចាប់ផ្ដើមអាជីវកម្មដំបូងគឺដោយសារតែអត់មានដើមទុននឹងដែរយើងអាចនិយាយថាក្រោម$500ចាប់ផ្ដើមដំណើរការដំបូងគុំដករឿងកុំព្យូទ័រចេញដោយសារកុំព្យូទ័រយើងមានស្រាប់អញ្ចឹងខ្ញុំមានកុំព្យូទ័រស្រាប់បងមានកុំព្យូទ័រស្រាប់មានរបស់របរមួយចំនួនដែលយើងប្រើប្រាស់ប្រចាំថ្ងៃហ្នឹងហើយចំនួនហ្នឹងគឺបងមានជំនាញពាក់ព័ន្ធជាមួយនឹងការធ្វើទីផ្សារតាមបណ្ដាញសង្គមក៏ដូចជាតាមប្រព័ន្ធ Digital នានាអញ្ចឹងបងអាចបង្កើតចេញជាសេវាកម្មគ្រប់គ្រងពេកឲ្យគេព្រោះចំនួន10ឆ្នាំ11ឆ្នាំមុនអីហ្នឹងអត់ទាន់មានអ្នកចេះច្រើនទេហើយបងក៏ចាប់ដើមសេវាកម្មហ្នឹងដើម្បីគេហៅថាជា first business តាំងពីដើមមកដោយអត់មានដើមទុនតម្រងសូម្បីតែរើសបុគ្គលិកគ្រប់មួយហ្នឹងក៏ពេលខ្លះពេលដែលរើសហ្នឹងអត់ទាន់ប្រកាសថាមានប្រាក់ខែឲ្យគេផងប៉ុន្តែដោយសារយើងជឿជាក់ថាពេលដែលយើងចាប់ផ្ដើមយើងមានជំនាញយើងអាចធ្វើការងារនឹងបានហើយយើងអាចតាក់ទាញ talent ដើមមួយយើងបានហើយយើងដូចបងបង្កើតជាវគ្គ training គ្រប់គ្រង Facebook ហើយវាធ្វើឲ្យមានដំណើរការជាហូរហែមរហូតដល់ពេលបច្ចុប្បន្នហ្នឹងប៉ុន្តែសួរថាបងធ្វើរឿងហ្នឹងបានដោយសារសុខបងរៀនចាប់មកធ្វើអត់ទេបងមានបទពិសោធន៍នៅក្នុងវិស័យផ្នែក marketing ហ្នឹងបានមួយឆ្នាំនៅក្នុងប្រទេសខ្មែរយើងហើយការបងនៅស្រុកក្រៅក៏បងធ្លាប់ចូលទៅក្នុងកម្មវិធីក្នុងក្រុមហ៊ុន Boss Fish អីហ្នឹងក៏តាក់ទងជាមួយនឹង market research marketing អីហ្នឹងតាំងពីដើមមកហើយជាមនុស្សដែលចូលចិត្តនៅក្នុងវិស័យ technology ក៏ដូចជា marketing ហ្នឹងអញ្ចឹងបង keep training ខ្លួនឯងឬមួយក៏តាមរយៈការបង្រៀនផ្សេងៗហ្នឹងដោយយើងមានជំនាញជំនឿជាក់ថាយើងពិតជាធ្វើរឿងហ្នឹងបានយើងបានមកដល់ខ្មែរយើងអាចធ្វើរឿងហ្នឹងបានហើយបានយើងចាប់ផ្ដើមធ្វើជាអាជីវកម្មហ្នឹងអញ្ចឹងគ្រប់គ្នានៅតែអាចមានឱកាសក្នុងការចាប់អាជីពមួយអាចថាជា freelancer ដំបូង self employed ដំបូងក្នុងតម្លៃ$500ប៉ុន្តែអ្វីដែលគាត់ត្រូវមានគឺថាតើគាត់ពិតជាមានជំនាញច្បាស់លាស់អត់តើគាត់ពិតជាមានបទពិសោធន៍ណាដែលអាចជួយអ្នកដទៃដែលយើងឃើញបញ្ហាក្នុងសង្គមរបស់យើងហើយខ្លាចទៅជាឱកាសអាជីវកម្មបានខ្ញុំជឿជាក់ថាប្រកាសជាអាចចាប់ផ្ដើម$500បានហើយដូចខ្ញុំនិយាយចឹងមានរបស់ច្រើនណាស់ដែលយើងអាចចាប់ផ្ដើម$500បានប៉ុន្តែសួរថាយើងពិតជាមានបទពិសោធន៍មានសមត្ថភាពក្នុងការបន្តអាហ្នឹងបានចាប់ផ្ដើមអាហ្នឹងបានឬមួយក៏អត់បើសិនជាគាត់អត់ដឹងថាត្រូវធ្វើអីគេសោះហើយគាត់ថាមានរបស់ណាដែលគាត់អាចចាប់ផ្ដើម$500 $1000 $2000អាហ្នឹងគឺជាហានិភ័យខ្ពស់មែនតើព្រោះលុយมันសំខាន់ណាស់ចំពោះបងគិតថាដើម្បីអាចឲ្យអាជីវកម្មទៅមកបានលុយគឺជារឿងបន្ទាប់បន្សំវាសំខាន់ដែរប៉ុន្តែវាបន្ទាប់បន្សំពីអាគោលដៅរបស់យើងចក្ខុវិស័យរបស់យើងសមត្ថភាពរបស់យើងបទពិសោធន៍របស់យើងការមើលឃើញរបស់យើងអាចផ្ដល់ដំណោះស្រាយឲ្យគេបានទើបគាត់អាចដើរបានយូរអង្វែងហើយជាពិសេសគឺគាត់អាច lead team បានព្រោះអ្នកខ្លះគាត់ប៉ាកែគាត់ធ្វើម្នាក់ឯងបានល្អប៉ុន្តែនៅពេលដែលចាប់ផ្ដើមមាន team ចាប់ផ្ដើមវល់ចាប់ផ្ដើមបែកញែកគ្នាចាប់ផ្ដើមលេងទៅមុខអាហ្នឹងគឺជារឿងមួយដែលអ្នកទាំងអស់គ្នាគួរតែ question ខ្លួនឯងវិញព្រោះលើកមុនបងធ្លាប់និយាយពាក់ព័ន្ធជាមួយមាន$500រកស៊ីអីគេហ្នឹងមានអ្នកខ្លះទីកូនច្រើនណាស់ចុងក្រោយអត់ដឹងថារកស៊ីអី
ហេតុអីបានជាគាត់មានអារម្មណ៍ចឹងបងគិតថាដោយសារតែគាត់អត់ដឹងគាត់ទៅដើរទៅណាទេអញ្ចឹងយោបល់របស់បងមិនបានបងអត់ប្រាប់អីដែលជាក់លាក់ព្រោះបើសិនជាគាត់អត់ដឹងថាខ្លួនឯងប្រកែអីផងទោះបីជាគាត់មាន$10000ក៏គាត់បោះលុយនឹងចោលដុតលុយនឹងចោលដែរគាត់មាន$10000គាត់ដុតលុយនឹងចោលដែរអញ្ចឹងល្អបំផុតគឺសួរខ្លួនឯងថាតើខ្លួនឯងត្រៀមខ្លួនហើយនៅខ្លួនឯងមានបទពិសោធន៍នៅខ្លួនឯងមានចំណេះដឹងដែលអាចឲ្យគេប្រើប្រាស់បាននៅទើបគាត់អាចចាប់ដើមអាជីវកម្មបានបើមិនចឹងទេលោកតាតែគាត់មានលុយដុតចោលសិនដើម្បីយកអាលុយហ្នឹងទៅរៀនពីបទពិសោធន៍ហ្នឹងវិញតែបើមានលុយតែប៉ុណ្្នឹងកុំទាន់ឲ្យសោះតែយកបទពិសោធន៍សិនល្អជាង អូខេចឹងដោយសារតែបងមានបទពិសោធន៍ផ្នែក digital marketing យើង focus marketing តែម្ដង អូខេចឹងតើតើនឹងលុយបើបងមានលុយ$500តើបងគួរចំណាយលើអ្វីមុនគេអ្វីដែលបងគួរ prioritize invest លើហើយអ្វីដែលបងគួរជៀសវាងការចំណាយហ្នឹងទៅលើ$500អាហ្នឹងសំខាន់សួរថាតើយើងផ្ដោតទៅលើសេវាកម្មឬក៏ product បើសិនជាយើងផ្ដោតលើសេវាកម្មអញ្ចឹងអ្វីដែលសំខាន់បំផុតគឺផ្ដោតទៅលើទីផ្សារគេស្គាល់ហើយយើងចាយលុយបែបណាដើម្បីឲ្យមានប្រសិទ្ធភាពបំផុតអញ្ចឹងយើងត្រូវតែសួរខ្លួនឯងសិនព្រោះ$500បើសិនជាយើងអត់មានជំនាញសោះហើយយើងទៅពឹង agency ឲ្យជួយផ្សាយឲ្យ$500ព្រោះបើសិនជា agency ធម្មតាវាអាចគ្រប់មួយខែតែបើសិនជា agency រៀងកលីបលើល្អអត់បានកន្លះខែហងអ្នកខ្លះឬក៏មិនស្រួលបានមួយអាទិត្យហងតម្លៃរបស់គាត់គឺទៅតាម level របស់គាត់ដែរអញ្ចឹងចំពោះបងដោយសារតែបងមានបទពិសោធន៍នៅក្នុងវិស័យ marketing ហើយអញ្ចឹងអ្វីដែលបងអាចនឹងចាយលុយចំពោះបងណាអាហ្នឹង condition របស់បងប្រកបជារើសបុគ្គលិកដើម្បីជួយការងារណាដែលបងគិតថាអាចឲ្យគាត់ធ្វើការជំនួសហើយយើងផ្ដោតលើការងារយុទ្ធសាស្ត្រឬក៏ការងាររលុយទៅជួបគេខាងក្រៅឬមួយក៏invest ទៅលើឧបករណ៍ដើម្បីធ្វើ marketing ព្រោះបច្ចុប្បន្នហ្នឹងយើងដឹងហើយថាបច្ចុប្បន្នគឺ viral លឿនណាអ្នកណាក៏អាចផ្ទុះដែរឲ្យតែយើងធ្វើ content ត្រូវអញ្ចឹងបើសិនជាពេលខ្លះគាត់អត់មានលុយច្រើនដូចមានតែ$500ដែលយើងនិយាយអញ្ចឹងគាត់អាចចាប់ផ្ដើមចេញពី TikTok គាត់អាចចាប់ផ្ដើមចេញពី Facebook Reel ដែលបង្ហាញពីគេហៅថាជំនាញអាជីពរបស់គាត់ឲ្យគេស្គាល់គាត់សិនមុននឹងឲ្យគេនឹងមកទិញសេវាកម្មគាត់បើសិនជាយើងអួតទាំងយើងអត់ទាន់មានបទពិសោធន៍ហើយយើងអត់មានបង្ហាញអ្វីថាយើងបកកែអីសោះហើយយើងទៅជះលុយទាំងដុំធ្វើការងារដែលបានតែមួយឆាវវាគឺជាការដុតលុយអញ្ចឹងហើយបច្ចុប្បន្ន$500យើងអាចទុកលុយហ្នឹងដើម្បីដូចបងនិយាយបើចំពោះបងនឹងរើស assistant មួយដើម្បីធ្វើការងារដែលបងមិនចាំបាច់ធ្វើហើយបងផ្ដោតការងារដូចជាធ្វើ content បងផ្ដោតលើការងារដូចជាបង្ហាញថាបងខ្លាំងផ្នែកអីគេដើម្បីដោយប្រើប្រាស់បណ្ដាញសង្គមដើម្បីជាចំណុចចាប់ផ្ដើមរបស់បងអញ្ចឹងហ្នឹងជា marketing move ដំបូងរបស់បងតែម្ដងគឺដោតទៅលើ content ដើម្បីឲ្យគេស្គាល់ថាបង provide service អីដែរហ្នឹងហើយអញ្ចឹងដោយសារតែយើងផ្ដោតលើ marketing អញ្ចឹងបងមានស្គាល់ marketing tool អត់គិតថ្លៃណាដែលយើងអាច marketing tool ដែលក៏ affordable យើងប្រើរាល់ថ្ងៃ Facebook ហើយ TikTok ហើយនឹងអាចថារបស់ខ្លះអាចទៅ YouTube បានដែរទៅតាមអតិថិជនគោលដៅអញ្ចឹង marketing tool មុននឹងយើងចាប់ផ្ដើមយើងត្រូវសួរខ្លួនឯងថាអតិថិជនគោលដៅយើងនៅណាឧទាហរណ៍ថាឥឡូវបងលក់ពាក់ព័ន្ធមួយ cosmetic ក្មេងៗតើក្មេងៗនៅណាខ្លះនៅ Facebook នៅ IG នៅ TikTok ឬក៏នៅកន្លែងណាអញ្ចឹងបច្ចុប្បន្ននៅស្រុកយើងអាចនិយាយថា marketing tool គឺបណ្ដាញសង្គមក៏ជា marketing tool របស់យើងមួយដែរហើយយើងមិនអាចទៅគ្រប់បណ្ដាញសង្គមទេព្រោះបណ្ដាញសង្គមមួយអាចមានបើយើងនិយាយចរិតលក្ខណៈខុសៗគ្នាដូច YouTube អញ្ចឹងវីដេអូខ្លីៗដែលនៅក្នុងស្រុកយើងអត់សូវផ្ទុះទេប៉ុន្តែវីដេអូវែងអាចល្អជាងប៉ុន្តែសួរថា conversion rate ខ្ពស់អត់មិនទេតែបើសិនជាយើងចង់និយាយថាចង់កោបលុយលឿន fast moving គឺ TikTok ហើយនិង Facebook ដែលបច្ចុប្បន្នហ្នឹងមករយៈកន្លងមកដោយសារតាមគ្នាពីមុន Facebook ក៏អត់អញ្ចឹងដែរតែដោយសារឃើញ TikTok ដើរវាផ្ដោតទៅលើ content ពេលដែល content ល្អវារុញទៅដល់ follower ដែលអត់ follow យើងផងអញ្ចឹងហើយអ្នកខ្លះគាត់អាចលក់បានលុយច្រើនដោយមិនចាំបាច់ចាយលុយតែអ្វីដែលសំខាន់គឺគាត់បកកែធ្វើ content បែបណាអញ្ចឹងហើយយើងត្រូវតែសួរខ្លួនឯងថាតើchannel មួយណាដែលល្អបំផុតសម្រាប់យើងដូច real estate Facebook ល្អជាងគេ
បន្ទាប់មកថាអាចថា TikTok IG បន្តបន្សំប៉ុន្តែនៅពេលដែលយើងមើលកន្លែងញ៉ាំអីដែលអាចឆាប់ផ្ទុះយើងឃើញថា TikTok វារៀងលឿនជាងវិញពេលដែលធ្វើអីដែលតំណងវាផ្ទុះលឿនជាង Facebook ទៀតហើយដល់ពេលយើងទៅឆែកមើលតាក់ទងសេវាកម្មផ្សេងអាច Facebook ច្រើនជាងវិញដោយសារ Facebook ភាគច្រើនអ្នកប្រើប្រាស់គឺអ្នកដែលមានលុយបើយើងនិយាយទៅភាគច្រើនអ្នកដែលអាយុច្រើនហើយអ្នកដែលគាត់នៅនឹងតាំងពីដើមមកដែរអញ្ចឹងហើយពេលដែលយើងនិយាយថាកន្លែងណារកលុយបានជាងគេគឺ Facebook យើងអាចនិយាយថាសឹងតែ 90% ភាគច្រើនគឺ generate ចេញពី Facebook អញ្ចឹងបើសិនជាគាត់យល់ពីគេហៅថាអត្តចរិតរបស់ Facebook content មួយឬមួយplatform មួយគឺគាត់អាចឆ្នៃអាហ្នឹងដើម្បីអាចរកលុយបានអូខេដែលអត់គិតថ្លៃទៀតអញ្ចឹងបន្ទាប់ពីបានផលហើយបានប្រាក់ចំណេញដំបូងតើបងមានយោបល់អីថាគួរ reinvest ប្រាក់ចំណេញហ្នឹងទៅលើអ្វីនៅក្នុងអាជីវកម្មរបស់បងចំពោះបងនៅពេលដែលបងលក់បានច្រើនបងប្រកាសជាបង្កើនធនធានមនុស្សឲ្យបានកាន់តែខ្ពស់ជាងមុនបើពង្រឹងគុណភាពរបស់យើងក្រុមការងាររបស់យើងព្រោះដូចបងនិយាយចឹងថា TikTok អាចធ្វើឲ្យយើងផ្ទុះ Facebook អាចធ្វើឲ្យយើងផ្ទុះប៉ុន្តែអាការផ្ទុះហ្នឹងគឺរយៈពេលខ្លីទេយើងអាចពឹងលើការផ្ទុះហ្នឹងដើម្បីធ្វើអាជីវកម្មហ្នឹងដើរបានយូរអង្វែងទេអញ្ចឹងយើងត្រូវសួរថាតើធ្វើម៉េចដើម្បីឲ្យអាជីវកម្មហ្នឹងបានយូរអង្វែងយើងត្រូវតែពង្រឹងសេវាកម្មគុណភាពផលិតផលយើងត្រូវតែពង្រឹងទៅលើការផ្សព្វផ្សាយរបស់យើងឲ្យមានលក្ខណៈថាអត្តសញ្ញាណច្បាស់លាស់ឲ្យគេចងចាំព្រោះការផ្ទុះស្អែកឡើងថ្ងៃនេះយើងផ្ទុះស្អែកឡើងអាចមានអ្នកផ្សេងផ្ទុះបានហើយនៅពេលដែលយើងពឹងតែរឿងផ្ទុះច្រើនពេកវាមិនអាចថា content ដែលយើងបង្កើត10ផ្ទុះទាំង10ទេព្រោះពាក្យថា viral អត់ដឹងមុនទេมันប្រកាសយើងអាច predict យើងអាចព្យាករថា content ហ្នឹងអាចនឹងផ្ទុះប៉ុន្តែជាក់ស្ដែងផ្ទុះមិនផ្ទុះគឺអាស្រ័យទៅលើទំនោររបស់សង្គមដែរអញ្ចឹងហើយបើសិនជាយើងអត់មានចំណេះដឹងពាក់ព័ន្ធជាមួយនឹងទីផ្សារអត់មានចំណេះដឹងតាក់ទងមួយការលក់អត់មានចំណេះដឹងតាក់ទងជាមួយនឹងការគ្រប់គ្រងហិរញ្ញវត្ថុនិងធនធានមនុស្សអាជីវកម្មរបស់យើងប្រកាសជាពិបាកនឹងទៅមុខច្រើនដូចចំពោះបងពេលដែលចាប់ផ្ដើមមានលុយបដាបងនឹងយកលុយដែលមានហ្នឹងពង្រឹងទៅលើ team ការងារពង្រឹងទៅលើ team marketing ដើម្បីឲ្យអាជីវកម្មកាន់តែរីកធំទៅទៀតព្រោះចំពោះបងតាំងពីដើមរកស៊ីមកជាទូទៅបងមិនសូវយកលុយមកចាយទេបងសួរថាតើលុយដែលមានបានហ្នឹងអាចយកទៅពង្រីកបានអត់យើងសុកខំស្មៅសិនព្រោះបើសិនជាយើងយកលុយដែលសល់ដែលចំណេញយកមកចាយយើងសួរថាចុះបើសិនជាទុកអាលុយហ្នឹង500,000 2000 5000ហ្នឹងយកទៅ reinvest តើវាអាចនឹងកើតកូនកើតចៅបានតទៅមុខទៀតលឿនអត់តែបើសិនជាយើងយកលុយហ្នឹងមកចាយលុយហ្នឹងគឺបាត់បង់ឱកាសបាត់ហើយអត់បាត់បង់ឱកាសក្នុងការបរិយាអញ្ចឹងហើយបានយើងត្រូវតែពង្រឹងខ្លួនឯងពង្រឹងធីមការងារហើយបើសិនជាយើងអត់មាន clue សោះអត់មានគេហៅថាផែនទីថាគួរដើរទៅណាអ្នកកដេតដើរទៅណាជំរុញឲ្យម្ចាស់អាជីវកម្មយកលុយមួយចំនួនគឺទៅបណ្ដោះបណ្ដាលខ្លួនឯងទៅរៀនបន្ថែមទៅអានសភៅបន្ថែមចូលវគ្គបណ្ដោះបណ្ដាលណាដែលខ្លួនគិតថាវាជាជំនួយដល់ការរកស៊ីរបស់គាត់អញ្ចឹងសរុបមកវិញបើនិយាយឲ្យខ្លីបងនឹងយកលុយដែលចំណេញហ្នឹងដែលគេហៅថា profit ទៅ reinvest ទៅលើ team ទៅលើ human resource ឯងដោយសារតែមានអីជាងបុគ្គលម្នាក់ធ្វើឲ្យយើងប្រមូលផលបានថែមទេហ្នឹងហើយហើយមួយទៀតគឺថាអាជីវកម្មពេលចាប់ដើមដំបូងតែងតែមានផលលំបាកអ្វីមួយឯងតើអាជីវកម្មសម្រាប់អាជីវកម្មខ្នាតតូចបងតែងតែឃើញកំហុសអីដែលគេហៅថា common mistake ដែលតែងតែជួបសម្រាប់អាជីវកម្មខ្នាតតូចអាជីវកម្មខ្នាតតូចជាទូទៅយើងហៅអាជីវកម្មខ្នាតតូចឬក៏លក្ខណៈគ្រួសារមានបញ្ហាដែលមើលភាគច្រើនហ្នឹងគឺពាក់ព័ន្ធជាមួយនឹងចំណេះដឹងរបស់ម្ចាស់អាជីវកម្មទទួលស្គាល់ថាគាត់ឆ្លាតគាត់ប៉ាកែព្រោះបើសិនជាគាត់អត់ឆ្លាតប៉ាកែគាត់មិនអាចបង្កើតអាជីវកម្មបានហើយនឹងរកលុយបានទេប៉ុន្តែដល់ដំណាក់កាលមួយគាត់ត្រឹងហើយពិបាកបរិយាពិបាករកបុគ្គលិកដែលល្អចូលមកពិបាកនឹងរៀបចំក្រុមហ៊ុនឲ្យល្អដោយសារអីគេដោយសារតែតាំងពីដើមមកគឺគាត់បិទបងឃើញម្ចាស់អាជីវកម្មមួយចំនួនទាំងខ្នាតតូចទាំងមធ្យមទាំងពេលខ្លះខ្នាតធំទៀតនៅក្នុងស្រុកយើងភាគច្រើនគឺគាត់តែងតែគិតថាគាត់រៀនល្អបំផុតគឺរៀនចេញពីបទពិសោធន៍ឃើញគេធ្វើមិនគឺធ្វើអញ្ចឹងល្អប៉ុន្តែសម័យកាលមុនវាខុសពីសម័យកាលបច្ចុប្បន្នសម័យកាលមុនយើងអាចនិយាយថាគាត់ចេញពីសង្គ្រាមជំនាន់មុនអ្នកចេះដឹងវាអត់មានច្រើនទេឱកាសក៏ច្រើនដែរអញ្ចឹងបាច់ឆ្លាតខ្លាំងចេះតិចតួចក៏អាចរកលុយបានក្នុងពេលបច្ចុប្បន្នវាខុសគ្នាសម័យកាលបច្ចេកវិទ្យាអាការបត់បែនលឿនមែនតែនក្មេងៗជំនាន់ក្រោយមកគឺគាត់មានចំណេះដឹងអូតូម៉ាទិកហើយបើគាត់មានលុយទៀតគឺគាត់អាចនឹងដើរលឿន
ហើយពេលដែលគាត់អាច export ទៅខាងក្រៅដែលអ្នកមួយចំនួនដែលគាត់ export ទៅខាងក្រៅគឺគាត់ដឹងថាអូខេក្រុមហ៊ុនដើរបានគឺត្រូវការគេខ្លះតែបកមកវិញម្ចាស់អាជីវកម្មក្នុងស្រុកយើងគឺមិនមែនថានេះពេលខ្លះគាត់អត់ដឹងថាគាត់គួរតែរៀនអីគេគាត់ដឹងថាការរកស៊ីគឺតែប៉ុណ្ណឹងរកបុគ្គលិកមកការឲ្យគាត់ទៅពេលខ្លះរើតែបងប្អូនរើតែអ្នកស្គាល់គ្នាចិត្តដិតប៉ុន្តែគាត់អត់មើលពីចំណេះជំនាញទេពកោសល្យរបស់ម្នាក់នឹងទេដែលពេលដែលដាក់ចូលទៅវាទៅជាបញ្ហាក្រុមហ៊ុនវិញក្រិនឬមួយក៏ផ្ទុះលេងដើរទៅមុខអញ្ចឹងហើយអាចំណេះដឹងរបស់គាត់ពាក់ព័ន្ធមួយអាជីវកម្មគ្រប់គ្រងដឹកនាំគឺសំខាន់មែនទែនដែលគាត់ត្រូវដឹងថាឥឡូវអាជីវកម្មរបស់គាត់ក្នុងពេលបច្ចុប្បន្នគាត់គួរតែដើរធ្វើម៉េចគាត់គួរតែអភិវឌ្ឍដូចគេខ្លះគាត់គួរតែរើសណាគេដើម្បីកាន់រោលឲ្យត្រូវគាត់គួរតែមានប្រព័ន្ធគ្រប់គ្រងបែបណាគាត់គួរតែរៀបចំទីផ្សារយុទ្ធសាស្ត្រទីផ្សារបែបម៉េចដើម្បីឲ្យប្រសើរព្រោះពេលខ្លះបច្ចុប្បន្នហ្នឹងគឺយើងឃើញតែតាមគ្នាឃើញគេធ្វើកំ pl ែងដើរយើងធ្វើកំ pl ែងដើរដែរដោយអត់ដឹងថាខ្លួនឯងអត់ដឹងខាងហ្នឹងទេឃើញគេធ្វើអញ្ចឹងដែរយើងខំតែ copy គេ pass ហ្មងអញ្ចឹងបើសិននៅពេលដែលយើងអត់ដឹងពីខ្លួនឯងថាបកកែអីយើងទៅធ្វើតាមគេវាមិនខុសមនុស្សរបស់ដែលស៊ីនហើយរបស់ copy របស់ copy វាល្អជាងរបស់ស៊ីនវាល្អជាងឯងរបស់ copy អាចនឹងអត់ដឹងថាខាងក្នុងគេមានអីគេ behind the scene គេមានអីគេអញ្ចឹងយើងដើរតាមក្រោយគេរហូតដែលជាបញ្ហាមួយដែលគាត់ត្រូវតែច្បាស់ខ្លួនឯងដែរថាតើអាជីវកម្មរបស់គាត់នឹងគួរតែប្រើ model បែបណាដើម្បីធ្វើទីផ្សារអាចមានការរីករាលដាលរយៈពេលវែងមិនមែនគ្រាន់តែឃើញគេធ្វើអញ្ចឹងអាជីវកម្មគេផ្សេងសោះទៅ copy គេតាមគេអ្នកខ្លះឃើញគេធ្វើ content ចែកនិយាយខ្លីៗក៏អត់ដឹងថាដើរផងឃើញគេបាក់មាន engagement ខ្ពស់នេះក៏គាត់ទៅធ្វើអញ្ចឹងដែរទាំងគាត់អត់អាជីវកម្មគាត់អត់ស៊ីជាមួយនឹងអាការចែកនិយាយអញ្ចឹងផងអាហ្នឹងហើយបានជាបញ្ហាថាគាត់ត្រូវតែពង្រឹងចំណេះដឹងព្រោះតែពេលគាត់មានចំណេះដឹងគាត់ដឹងវិធីគាត់ដឹងពី model គាត់ប្រកបជាដឹងដំណោះស្រាយគួរធ្វើម៉េចអញ្ចឹងហើយវាដូចជាធ្វើម៉េចចេះរៀន diagnose ខ្លួនឯងរៀនត្រួតពិនិត្យ check up ដូច check up សុខភាពហ្នឹងថារងថ្ងៃហ្នឹងគាត់មានបញ្ហាអីគាត់ខ្វះខាតអីគេហើយគាត់គួរធ្វើម៉េចបន្តទៀតអញ្ចឹងអាការអភិវឌ្ឍខ្លួនឯងជាប់ជានិច្ចសម្រាប់ម្ចាស់អាជីវកម្មគឺសំខាន់មែនទែនទាំងខ្នាតតូចទាំងខ្នាតមធ្យមឬក៏ខ្នាតធំហ្នឹងហើយដូចបងនិយាយចឹងទទួលស្គាល់គាត់ឆ្លាតប៉ុន្តែបើសិនជាគាត់អភិវឌ្ឍទៀតបងនឹងឃើញថាគាត់នឹងដើរទៅកាន់តែលឿនគាត់នឹងអាចរីកបានកាន់តែច្រើនជាងនឹងទៀតហើយសេដ្ឋកិច្ចប្រទេសយើងក៏កាន់តែល្អដែរអញ្ចឹងដូចបងមានប្រសាសន៍មិញបងនិយាយពីការអភិវឌ្ឍខ្លួនឯងអញ្ចឹងយើងចូលទៅដល់ផ្នត់គំនិតអ្នកដែលចាប់ផ្ដើមអាជីវកម្មដែលមានទុនត្រឹម$500អញ្ចឹងតើតាមបទពិសោធន៍បងទម្លាប់ផ្ទាល់ខ្លួនឬអេរិយាប័ត្របែបម៉េចដែលធ្វើឲ្យការចាប់ផ្ដើមអាជីវកម្មត្រឹម$500ហ្នឹងអាចនឹងជោគជ័យឬបរាជ័យបាទបងអាចនិយាយបានថាផ្នត់គំនិតហើយនឹងជំនាញរបស់គាត់បើសិនជាគាត់មានផ្នត់គំនិតវិជ្ជមានគាត់មាន mental health ខ្លាំងព្រោះធម្មតាការចេញរកស៊ីអត់ដោយការសម័យនឹងធម្មតាពេលយើងចេញរកស៊ីយើងសម័យហូបតិចនឹងបានលុយចេះតិចនឹងក្រុមហ៊ុនរីកធំអញ្ចឹងហើយជាក់ស្ដែងវាមិនប្រកាសនឹងដើររលូននេះសឹងតែតិចណាស់តែអាចនឹងដើររលូនអញ្ចឹងមនុស្សភាគច្រើនបានមករយៈគាត់ប្រកាសជាបាក់អូតូម៉ាទិកហ្មងព្រោះនៅពេលដែលអាការរំពឹងទុករបស់យើងខ្ពស់ពេកប៉ុន្តែអាភាពជាក់ស្ដែងរបស់យើងវាឃ្លាតឆ្ងាយនឹងការរំពឹងទុកវាធ្វើឲ្យមនុស្សហ្នឹងចាប់ផ្ដើមសួរខ្លួនឯងវិញគួរតែបន្តទៅមុខឬមួយក៏មិនចាប់ផ្ដើមលេងមានទំនុកចិត្តលើខ្លួនឯងចាប់ផ្ដើមគិតអវិជ្ជមានថាមិនគួរណាមកដើរផ្លូវហ្នឹងសោះព្រោះទៅធ្វើការឲ្យគេរលុយបានស្រួលចង់ងាប់ដឹងតែមួយខែបានប្រព័ន្ធហ្នឹងទោះបីមានការងារមិនមានការងារធ្វើណាប៉ុន្តែពេលដែលយើងចាប់ផ្ដើមចេញរកស៊ីខ្លួនឯងប្រកបនឹងជួបបញ្ហាអញ្ចឹងទីមួយអតិថិជនយើងមានឬក៏អត់អាស្រ័យលើការខំប្រឹងប្រែងរបស់យើងភាពជឿជាក់របស់យើងថាតើយើងអាចជួយគេបានប៉ុណ្ណាហើយពេលដែលជួយគេបានហើយមានបញ្ហាយើងត្រូវដោះស្រាយមិនឬមួយក៏យើងបាក់រត់ចេញបាត់អញ្ចឹងអា mental health អាផ្នត់គំនិតរបស់គាត់ហ្នឹងគឺសំខាន់មែនទែនដើម្បីអាចរក្សាគាត់ហ្នឹងឲ្យអាច keep going អត់ងាយនឹងបោះបង់ចោលហើយទី2ដើម្បីឲ្យមានភាពជឿជាក់បានគឺគាត់ក៏ត្រូវការមានជំនាញដែរបើសិនជាមានតែផ្នត់គំនិតវិជ្ជមានចេះតែគេហៅថាគិតវិជ្ជមានពេកចេះតែប្រាប់គេបងធ្វើអញ្ចេះដឹងល្អហើយប៉ាកែនិយាយព្រោះអត់មាន background អត់មានបទពិសោធន៍ណាហើយដល់ពេលអត់បានដោយការគិតវាទៅជារឿងមួយទៀតផ្សេងអញ្ចឹងចំពោះបង mental ភាពវិជ្ជមានរបស់គាត់ហ្នឹងការគិតវិជ្ជមានរបស់គាត់ការតស៊ូអំណត់ព្យាយាមការ
បកាយហៅដំណោះស្រាយគឺជារឿងចាំបាច់តែទន្ទឹមនឹងហ្នឹងគឺគាត់ត្រូវតែមានជំនាញសម្រាប់លុយដែលគាត់មានតិចបើគាត់មានលុយច្រើនស្រួលទេបើគាត់មានលុយដើមហ្មង10-20 ម៉ឺនហ្មងគាត់អាចជួលអ្នកដែលបកាយមកជួយគាត់បានប៉ុន្តែបើសិនជាគាត់អត់មានលុយគាត់មានតែ$500គឺគាត់ត្រូវពឹងលើខ្លួនឯងការងារទាំងអស់គឺគាត់ត្រូវតែធ្វើវាមិនគាត់បងចាប់ផ្ដើមដំបូងអញ្ចឹងថតពេលខ្លះក៏ខ្លួនឯងធ្វើกระดาษស្នាមរៀបចំការងារពីតូចដល់ធំក៏ខ្លួនឯង involve ទាំងអស់ដែរព្រោះអីពួកយើងអត់មានលុយជួលគេហើយពេលបាក់ទឹកចិត្តក៏យើងអត់មានឲ្យឱកាសខ្លួនឯងបាក់ទឹកចិត្តដែរព្រោះបើសិនជាយើងបាក់ទឹកចិត្តវាចប់ហើយបើដោយការហ្នឹងបងចាប់ផ្ដើមភ្លាមបងមានក្រុមការងារម្នាក់ភ្លាមដូចនេះអត់លុយមិនក៏ដោយក៏យើងត្រូវតែបង្ហាញភាពជឿជាក់ឲ្យគាត់ដឹងត្រូវតែសកម្មត្រូវតែស្វាហាប់ដើម្បីឲ្យគាត់នឹងមានអារម្មណ៍ថាវាដើរទៅមុខហើយមែនសូម្បីតែអ្នកដែលដើរមួយបងដំបូងណាបន្ទាប់ពីបងធូរហើយបងនិយាយប្រាប់គាត់ថាអាពេលដំបូងបងអត់មានលុយចាយអាពេលដែលឲ្យប្រាក់ខែគាត់មួយខែប្រហែល100ហ្នឹងហើយបងអស់ហ่ะគាត់ឡើងថាគាត់អត់ដឹងថាយើងមានបញ្ហាអញ្ចឹងសោះពួកបងមានជំនឿជាក់មួយថាល្អដើម្បីដើរទៅមុខបានអ្នកដើរមួយយើងត្រូវតែមានអារម្មណ៍ថាវាទៅមុខមានអារម្មណ៍ថាយើងស្វាហាប់ហើយនឹងមានភាពជឿជាក់ថាវានឹងដើរបើមិនជាយើងអត់មានអាចចំហាយឲ្យគាត់ឃើញទេគាត់ប្រកាសជារត់ចោលយើងហើយយើងប្រកាសជាបាក់អាហ្នឹងគឺជាអ្វីដែលជាមេរៀនដែលបងធ្លាប់រៀនពីមុនមកចឹងថាអាហ្នឹងដោយសារបងជា leader អញ្ចឹង cannot បដោយឲ្យខ្លួនឯងបាក់ទឹកចិត្តព្រោះតើកាលណាបងបាក់ទឹកចិត្តដែរអ្នកដែលដើរជាមួយបងក៏បាក់ទឹកចិត្តដែរព្រោះគាត់មើលយើងដែរអញ្ចឹងដល់ពេលខ្លះអាពេលនៅម្នាក់ឯងជិះកាលហ្នឹងបងជិះម៉ូតូពេលទៅម្នាក់ឯងបងជិះហួសផ្ទះដោយអត់ដឹងខ្លួនណាដោយសារយើងគិតច្រើនពេកព្រោះធ្លាប់ធ្វើការប្រាក់ខែច្រើនសុកមកចាប់អាជីពដែលអត់ដឹងស្អីផងអត់ fluctuation ថ្ងៃដែលអត់ដឹងថាវានឹងដើរទៅមិនផងអាក្នុងចិត្តយើងដឹងថាអូវានឹងល្អហ៎ប៉ុន្តែអាជាក់ស្ដែងវាមិនមែនតន់អញ្ចឹងដូចបងនិយាយរកការរំពឹងទុកហើយទាំងនេះវាមិនរលូនរហូតណាអញ្ចឹងអាពេលនៅម្នាក់ឯងបងឲ្យឱកាសខ្លួនឯងទៅអង្គុយ set ខ្លះដែរព្រោះមនុស្សយើងមិនអាចបាត់បង់អាជាមនុស្សបានត្រូវតែមានអារម្មណ៍ឡើងចុះប៉ុន្តែយើងត្រូវតែងើបមកវិញដោយភាពជឿជាក់ថាយើងត្រូវដើរទៅមុខទៀតអញ្ចឹងអាដំបូងវេទនា2ឆ្នាំបើអាចនិយាយបានថាវេទនា2ឆ្នាំបន្ទាប់មកបានចាប់ផ្ដើមឃើញពន្លឺព្រោះការរស់ស៊ីអត់អាចថាមួយថ្ងៃផ្លឹបស្អែកឡើងមានទេអាចដែរប៉ុន្តែភាគច្រើនទៅវិញលឿនដែរព្រោះគាត់គិតថាវាស្រួលពេកដល់ពេលគាត់ស្រួលពេកគាត់លេងចាប់ផ្ដើមការត្រៀមទុកគាត់ថាគាត់លយគាត់បកាយឃើញគាត់ធ្វើតាមមួយផ្លែតឡើងជោគជ័យបានតែកន្លះឆ្នាំក្រោយជួបរឿងធ្ងន់ជាងហ្នឹងចាប់ផ្ដើមហ្នឹងហើយអាហ្នឹងគឺជាអ្វីដែលយើងត្រូវត្រៀមទុកការរស់ស៊ីមិនប្រកាសថាជោគជ័យហើយអ្វីដែលសំខាន់គឺថាផ្នែកគំនិតយើងមានភាពវិជ្ជមានកម្រិតណាយើងជឿជាក់លើយើងខ្លួនឯងមិនដែរហើយយើងត្រូវតែបង្ហាញក្រុមការងារយើងថាយើងពិតជាមនុស្សម្នាក់ដែលមានចក្ខុវិស័យហើយនឹងអាចនាំគាត់ទៅដំណាក់កាលមួយទៀតបានអញ្ចឹងបានថាពេលមានអាជីវកម្មមួយតែងតែមានការឡើងហើយការចុះអញ្ចឹងដូចខ្ញុំចង់សួរបងមួយថាពេលបងចុះព្រោះជាទូទៅពេលគេ cover រឿងអីមួយគេ cover តែភាពជោគជ័យបាទហើយគេអត់សូវបាន highlight ថាអាពេលលំបាកឬក៏ពេលអីហ្នឹងមានអីខ្លះទេហ្នឹងហើយអញ្ចឹងពេលបងនិយាយពាក្យថាអាចប្រើពាក្យថាធ្លាក់ហ្មងបងមិនកាន់ថាពេលបងធ្លាក់ទាំងអារម្មណ៍ទាំងផ្លូវអារម្មណ៍ផ្លូវកាយផ្លូវចិត្តអីបងជំរុញខ្លួនឯងរបៀបណាឬក៏មានសកម្មភាព activity អីខ្លះដើម្បីឲ្យខ្លួនឯង bounce back បើមែនតើបងចាប់ផ្ដើម2015ចុងថា15ហើយអ្វីដែលបងចាប់ផ្ដើមដំបូងយើងអាចនិយាយថា2ចំណុច0នេះអត់មានអីទាំងអស់ព្រោះជំនាន់ហ្នឹងធ្វើការហើយចេញពីធ្វើការសល់លុយប្រហែលហ្នឹងទិញកុំព្យូទ័រទិញអីខ្លួនឯងប្រើទៅបានប្រហែលខែបានចាប់ផ្ដើមអាជីវកម្មអីចឹងទៅអញ្ចឹងតាំងពី2015ដល់2020វាដូចជាអត់មានបញ្ហាអីវាយើងនិយាយយើងចេញពីចំណុច0យើងឡើងសើមហើយបងចាប់ផ្ដើមចូលក្នុងវិស័យចលនាវត្ថុក៏យើងបានចំណូលពីនឹងដែរ2020យើងចាប់ផ្ដើមជួបវិបត្តិ COVID អញ្ចឹង2021បងចាប់ផ្ដើម2020វិបត្តិ COVID ក៏យើងអត់ទាន់ប៉ះដែរព្រោះនៅស្រុកខ្មែរយើងអត់ទាន់មានការឆ្លងរីករាលដាលដែលធ្វើឲ្យយើងបារម្ភទេតែ2021បងចាប់ផ្ដើមក្រុមហ៊ុនមួយទៀតក្រុមហ៊ុនវិនិយោគដែលជាក្រុមហ៊ុនtechnologyចលនាវត្ថុណាចាប់ផ្ដើមថ្មីហើយជំនាន់ហ្នឹងយើងអាចនិយាយបានថាក្រុមហ៊ុនក្នុងស្រុកគេអត់សូវຕົកចិត្តទេជំនាន់ហ្នឹងមានក្រុមហ៊ុនបរទេសដែលគាត់ឈានជើងបានចង់10យើងនិយាយថាខ្ទង់ចង់7 8ឆ្នាំ10ឆ្នាំ
ដែលគេពីណាក៏ស្គាល់គេអត់ជាទុកចិត្តយើងហើយដល់ពេលក្នុងកំឡុងពេលដែលយើងថ្មីហើយធ្វើកាក់បង្កើតបានតែមួយខែកូវីដផ្ទុះនៅស្រុកខ្មែរបដ ாய் ខែ2ថ្ងៃ18បងចាំច្បាស់ចាំមិនភ្លេចណាបន្ទាប់បានតែមួយខែជាងទៀតខែ4យើងបិទខ្ទប់អញ្ចឹងអាបើកក្រុមហ៊ុនដំបូងគឺជួបបញ្ហាបើមិនទេពេលហ្នឹងក៏បងមានបើកហាងលក់អីវ៉ាន់មួយមិត្តភ័ក្តិដែរតែគ្រាន់ថាបើកហាងវាចាប់ផ្ដើមដំណើរការវាអត់ខាតទេមិនតែបើខាងវិស័យភ្នាក់ងារយើងគ្រាន់ចាប់ផ្ដើមពឹបមានបញ្ហាហ្នឹងហើយបិទខ្ទប់រយៈពេល1ឆ្នាំអញ្ចឹងបើយើងនិយាយមែនតើគឺយើងត្រូវចាយលុយដើម្បីទប់ក្រុមហ៊ុនឲ្យទៅមុខវេទនាអត់ stress អត់ stress ព្រោះអីខាងមានបងមានមក project ផ្សេងទៀតក៏បងត្រូវចាក់លុយចូលដើម្បីបរិយា project នេះគឺត្រូវចាក់លុយចូលដើម្បីទប់ហើយពេលហ្នឹងយើងចាប់ផ្ដើមគិតដែរថាចុំឥឡូវយើងធ្វើម៉េចដើម្បីដោះស្រាយព្រោះអីអត់ដឹងថាពេលណាវាល្អមកវិញទេយើងក៏ត្រូវបង់ធនាគារពាក់ព័ន្ធមួយយើងទិញអចលនវត្ថុឬមួយក៏អីផ្សេងដែរអញ្ចឹងវាជាបញ្ហាមួយដែលថាយើងត្រូវគិតមុនណាពេលហ្នឹងអត់ទាន់អស់លុយនៅក្នុងខ្លួនទេតែយើងគិតមុនដែរអញ្ចឹងអ្វីដែលបងធ្វើបានគឺថាយើងព្យាយាមរកវិធីសាស្ត្រ solution ព្រោះមនុស្សបងអមថាពេល stress យ៉ាងយូរ 3-4 ថ្ងៃអីហើយបងនឹងមកវិញប៉ុន្តែក្នុងកំឡុងពេល stress ហ្នឹងបងត្រូវអង្គុយគិតរកថាតើធ្វើម៉េចដើម្បីឲ្យល្អគួរតែដើរបែបម៉េចគួរតែទៅផ្លូវណាទៀតអញ្ចឹងបងតែងតែអង្គុយយកអាត្រឡប់ហ្នឹងយកមកដោះស្រាយហើយពេលដែលបង stress ខ្លាំងបងដាក់ទៅរត់ឲ្យស្រឡះក្នុងខ្លួនហ្មងព្រោះពេលដែលយើង stress វិធីសាស្ត្រល្អរបស់បងបំផុតហ្មងគឺថាទៅរត់ឲ្យចេញញើសឲ្យអស់ពីខ្លួនឬក៏ទៅដើរនៅមាត់ទន្លេព្រោះពេលហ្នឹងដាក់សាដើរទៅមាត់ទន្លេហើយឬក៏ពេលខ្លះទៅដើរនៅពេញហួតដើម្បីឲ្យខ្លួនឯង relax ដើម្បីឲ្យយើងមានឱកាសក្នុងការ reflect ខ្លួនឯងវិញថាតើយើងគួរធ្វើម៉េចដើម្បីឲ្យបញ្ហាហ្នឹងដោះស្រាយបានអញ្ចឹងនៅពេលដែលយើងចំណាយពេលរកដំណោះស្រាយយើងប្រកាសជាឃើញផ្លូវថាយើងគួរដើរមិនយើងគួរកាត់បន្ថយអីគេខ្លះយើងគួរតែវិនិយោគលើអីគេហើយយើងនៅតែផ្ដោតខ្លួនឯងថាយើងត្រូវតែជឿជាក់លើអ្វីដែលយើងធ្វើអញ្ចឹងបងចិញ្ចឹមអាហ្នឹងរហូតទាល់តែវារៀងធូរស្រាលហើយគោលដៅរបស់បងចំនួនបងប្រាប់ថាក្នុងកំឡុងពេលហ្នឹងតាន់គេស្ងាត់ចំនួន2021មនុស្សចាប់ផ្ដើមដកថយហើយចាប់ផ្ដើមមានផ្ទុះអារឿងអ្នកដែលក្នុងវិស័យចលនាវត្ថុចាប់ផ្ដើមផ្ទុះបញ្ហាផ្សេងមនុស្សមួយចាប់ផ្ដើមលេងហ៊ានចេញមុខចាប់ផ្ដើមដកថយបងខាងគេជឿជាឱកាសទោះបីជាលក់បានយើងត្រូវតែបុកចេញមុខឲ្យបានច្រើនឲ្យបុគ្គលិកឬមួយក៏ក្រុមការងាររបស់យើងដៃគូសហការរបស់យើងជា partner របស់យើងហ្នឹងចេញឲ្យបានច្រើនចេញធ្វើទីផ្សារចេញធ្វើ personal branding ដើម្បី positioning brand ខ្លួនឯងហ្នឹងឲ្យកាន់តែល្អជាងមុនអញ្ចឹងនៅពេលដែលយើងព្យាយាមធ្វើយើងអត់គិតថាចំណេញឲ្យខាតទេយើងដាក់ថាបើសិនជាធ្វើអញ្ចឹងយើងនឹងមានឱកាសច្រើនព្រោះយើងអត់ច្បាស់ថាធ្វើអញ្ចឹងនឹងជោគជ័យទេព្រោះអត់មានការរកស៊ីមួយណាដែលធ្វើអញ្ចឹងដល់ជោគជ័យទេបងតែងតែមើលឃើញថាបើសិនជាធ្វើគេដឹងថាផ្លូវនឹងដើរទៅជោគជ័យអត់មានណាគេអាឡូមទេ Google ក៏អាឡូមតែគាត់មានលុយរាប់ពាន់រាប់ trillion ដុល្លារគាត់នៅតែអាឡូមបើក project ខ្លះនៅអត់ដើរ Facebook បើក project ខ្លះនៅអត់ដើររឿងអីដែលយើងច្បាស់ខ្លួនឯងមិនដឹងថាជោគជ័យប៉ុន្តែឲ្យតែយើងជឿជាក់ថាផ្លូវនឹងល្អបំផុតដែលអាចមានឱកាសជោគជ័យបានច្រើនយើងបុកទៅធ្វើហ្នឹងដែលអត់ខ្វល់ថាលទ្ធផលបើសិនជាមានបញ្ហាធ្វើមិនគឺផ្ដោតលើការធ្វើអាការងារហ្នឹងឲ្យចេញជាលទ្ធផលសិនបានមករយៈគេចាប់ផ្ដើមស្គាល់យើងគេចាប់ផ្ដើមទុកចិត្តក្រុមហ៊ុនយើងក៏ចាប់ផ្ដើមមានអាការទំនុកចិត្តពីអតិថិជនយើងក៏ចាប់ផ្ដើមដើរទៅមុខម្ដងសឹមសួរថាលឿនអត់យើងអត់អាចនិយាយថាលឿនទេដោយសារសម័យកាលនេះឲ្យតែយើងរក្សា team បានល្អហើយយើងនៅតែមានចូលជើងនៅទីផ្សារបានរៀងមាំដែរអាហ្នឹងគឺជាជោគជ័យមួយដែលបងគិតថាវាជាជោគជ័យល្អបំផុតក្នុងដំណាក់កាលដែលពិបាកយើងនៅតែដើរទៅមុខបានអញ្ចឹងសូម្បីតែធ្វើការរកស៊ីផ្សេងៗគឺបងតែមានអាគោលគំនិតអញ្ចឹងឲ្យតែយើងជឿជាក់ថាធ្វើផ្លូវហ្នឹងល្អបំផុតហើយទៅធ្វើសិនកុំតគិតថាខាត់ឬក៏ចំណេញពេលដែលយើងធ្វើហើយបានផលយើងទៅរកអាកំឡុងពេលឲ្យធ្វើអង្គុយគិតទៀតថាពេលដែលដល់ដំណាក់កាលគួរទៅណាមួយមុនទៀតចឹងយើងគិតមុនមកជំហានរហូតយើងដាក់ថាគេខ្លួនឯងឲ្យបានឡើងម្ដងតិចឲ្យជាប់ជានិច្ចព្រោះបងជឿជាក់លើអា Kaizen ដែលថា improvement ណាមួយក៏ដោយប៉ុន្តែឲ្យតែថេដូចសភៅ
atomic habit ហ្នឹងគេនិយាយថាឲ្យតែមួយថ្ងៃអាចរីកចម្រើនបាន 1% មួយឆ្នាំយើងអាចគុណនឹង47ជាងដងអញ្ចឹងបងតែងតែមានអាគោលគំនិតហ្នឹងថាត្រូវធ្វើម៉េចឲ្យបានល្អប្រសើរជាងមុនទាំងខ្លួនឯងទាំងធីមការងារទាំងក្រុមហ៊ុនទាំងមូលអាហ្នឹងគឺជារឿងមួយដែលបងគិតថាល្អបំផុតអញ្ចឹងនេះគឺជាវិធីដែលបងតែងទៅដល់ស្រីបាក់អាចបានមួយថ្ងៃពីរថ្ងៃប៉ុន្តែថ្ងៃទី3ទី4ត្រូវតែចេញទៅអនុវត្តវិញមកអញ្ចឹងពេលបងនិយាយមិញហ្នឹងខ្ញុំ notice មួយថាទោះបីបងពិបាកមិនបងខំប្រឹងរក solution ហើយ solution បង play into strength របស់បងដែរអញ្ចឹងមក digital marketing ដែរហ្នឹងហើយអញ្ចឹងសម្រាប់អ្នកដែលអត់មានបទពិសោធន៍សោះហើយមាន$500នៅក្នុងដៃតើបងមាន advice អីទៅគាត់ថាគួរធ្វើអីចាប់ដើមពីថ្ងៃហ្នឹងមកចំពោះបងបើសិនជាគាត់អត់មានអភិសោតអត់មានចំណេះដឹងហើយមាន$500ចង់រកស៊ីលើកទឹកចិត្តឲ្យគាត់ទៅរៀនសិនទៅព្រោះបើគាត់អត់មានចំណេះដឹងវាប្រឈមហានិភ័យទៅលើដុតលុយចោលច្រើនមែនតើហើយការរកស៊ីអូខេបើសិនជាយើងលក់របស់កប៉ិចកប៉ុកអត់ត្រូវការធ្វើទីផ្សារលក់តាមផ្លូវអាហ្នឹងអូខេបាច់ទៅរៀនក៏បានដែរបើសិនជាគាត់នៅចង់នៅកន្លែងដដែលតែចុងក្រោយនៅពេលដែលគាត់ចង់ដើរទៅមុខវិញឆ្ងាយនេះគាត់នៅតែបរិងសមត្ថភាពខ្លួនឯងដែរព្រោះយើងអាចនិយាយបានថាគ្មានបុគ្គលណាដែលចង់ដើរតាមអ្នកដឹកនាំដែលមានសមត្ថភាពអត់ប្រកែទេអញ្ចឹងបើសិនជាគាត់ចង់រីកធំគាត់ត្រូវការភាពជាអ្នកដឹកនាំឲ្យបានល្អដែរគាត់ត្រូវតាក់ទាញអ្នកមានទេពកោសល្យខ្ពស់ហើយដើម្បីតាក់ទាញអ្នកមានទេពកោសល្យខ្ពស់គឺគាត់ត្រូវតែដឹងថាគាត់គូដើរទៅផ្លូវណាហើយដើម្បីឲ្យដឹងខ្លួនឯងថាគូដើរទៅផ្លូវណាគឺគាត់ត្រូវតែមានចំណេះដឹងនិងជំនាញនឹងឯងអញ្ចឹងហើយគាត់ត្រូវតែចាយលុយដើម្បីអភិវឌ្ឍខ្លួនឯងឲ្យបានល្អហើយការអភិវឌ្ឍទីសោតវាមិនចាំបាច់ទៅរៀនសាលាថ្លៃក៏បានដែរបើមិនជាគាត់មានលទ្ធភាពបើគេមានលទ្ធភាពអូខេគេទៅចុះដើម្បីអាចផ្លូវកាត់អានសភៅចូលវគ្គបណ្ដុះបណ្ដាលផ្សេងមើល YouTube ឬក៏ platform នៅលើ online មានច្រើនមែនតើដែលគាត់អាចធ្វើការបណ្ដុះបណ្ដាលខ្លួនឯងបានហើយមែនបងឃើញថាមនុស្សដែលពេលដែលគាត់ចាប់ផ្ដើមដឹងច្រើនណាគាត់នឹងមានអារម្មណ៍ថាខុសប្លែកបងមានភ័ក្រម្នាក់ដែលគាត់ពីមុនបិទណាពេលដែលប្រាប់គាត់ថាគួរតែអានសភៅគួរតែចកទៅរៀននេះទៅរៀននោះគាត់ថាទៅរៀនតែអីទេព្រោះគ្រូបរិញ្ញាសិតតែមិនអ្នករស់ស៊ីផងគ្រូបរិញ្ញាចេះតែទ្រឹស្ដីហើយសភៅភាគច្រើនតែទ្រឹស្ដីហ្នឹងមានអីយកមកប្រើការកើទៅរៀនតាមផ្លូវអញ្ចឹងវិញបានយកមកអនុវត្តបានអាហ្នឹងនៅពេលដែលគាត់បិទខ្លួនឯងបន្ទាប់មកគាត់មានឱកាសមួយបានចូលវគ្គមួយចំនួនដែលធ្វើឲ្យគាត់បើក mindset ហ្នឹងគាត់ចាប់ផ្ដើមឲ្យឱកាសខ្លួនឯងទៅរៀនវគ្គថ្មីគាត់ចាប់ផ្ដើមឃើញល្អតំណងណាយកអាហ្នឹងយកអាច apply បានតើព្រោះដូចយើងអាចនិយាយបានថាពុតគូគុំត្រាប់ច្បាប់ព្រោះឲ្យតាមណាអញ្ចឹងបើសិនជាយើងគិតថាគាត់បានបកកែរស់ស៊ីយើងគុំធ្វើតាមគាត់ទៅប៉ុន្តែយើងត្រូវតែឲ្យតម្លៃលើទ្រឹស្ដីណាដែលអាចយកមកអនុវត្តបានព្រោះយើងមើលទៅថារាល់ថ្ងៃពេលដែលយើងរស់ស៊ីយើងយករបស់មួយចំនួនមកអនុវត្តសិតតែចេញពីចំណេះដឹងដែលយើងរៀនពីសាកលវិទ្យាល័យឬក៏វិទ្យាល័យឬមួយក៏បឋមក៏អាចយកមកប្រើបានដែរបើមិនយើងចេះមកប្រើណាដោយបង background បងផ្នែកវិស្វករដែលការរៀននៅទូគីគឺវិស្វករហ្នឹងក៏បងនៅតែអាចយកចំណេះដឹងដែលមានពីមុនពេលរៀនហ្នឹងយកមក apply ជាមួយនឹង business បានហ្នឹងអញ្ចឹងពេលដែលយើងមានចំណេះដឹងយើងចេះយើងបាក់យើងអាចបែកខ្លួនឯងយកមកឆ្នៃមកប្រើការងារយកមកវិភាគនៅតែប្រើបានអញ្ចឹងហើយបងមានផ្នែកគំនិតវិជ្ជមានបងមាន mental health រឹងមាំក៏ដោយសារតែការអានសភៅច្រើនដែរព្រោះពេលវាមិនខ្វល់ពេលដែលយើងនៅក្នុងបរិយាកាសដែលវិជ្ជមានយើងឲ្យឱកាសខ្លួនឯងរំលឹកខ្លួនឯងរហូតថាដំណើរជីវិតវាមិនវាតែងតែមានឡើងវាមានចុះយើងត្រូវតែទទួលស្គាល់យើងត្រូវតែដោះបញ្ហានឹងបែបម៉េចនៅពេលដែលជួបបញ្ហាអញ្ចឹងម្ដងវាបានជួយអញ្ចឹងដូចមិនភ័ក្របងនៅពេលដែលគាត់ចាប់ផ្ដើមបើកឱកាសឲ្យខ្លួនឯងចាប់ផ្ដើមអានសភៅចាប់ផ្ដើមចូលវគ្គបណ្ដុះបណ្ដាលផ្សេងទៅរៀនភាពជាអ្នកដឹកនាំទៅរៀនពាក់ព័ន្ធជាមួយនឹង business strategy អីហ្នឹងគាត់ឬក៏ marketing sales strategy គាត់ថាល្អតាពេលអានសភៅទៅធ្វើឲ្យគាត់ហ្នឹងមើលឃើញថ្ងៃក្រោយឆ្ងាយមែនតើចាប់ផ្ដើមមានមហិច្ឆតាយើងត្រូវបែបដូចអ្នកខ្លះមានតែភាពលោភលន់ណាចង់បានចេះចង់ចំណេញលុយប៉ុន្តែអត់ព្យាយាមក្នុងការអភិវឌ្ឍខ្លួនឯងទេតែអ្នកមានមហិច្ឆតាគឺគាត់ដឹងថាគាត់ចង់ទៅអញ្ចឹងហើយគាត់ដឹងថាវិធីសាស្ត្រធ្វើមិនទៀតកុំឲ្យវាលើសពីអ្វីដែលគាត់
អាចធ្វើបានហើយដល់ពេលអាលុបលុនលើសមត្ថភាពហ្នឹងมันតែងតែទទួលបានការបោកប្រាស់ជាញឹកញាប់ដូចយើងឃើញនៅក្នុងប្រទេសយើងជាច្រើនហ្នឹងដោយសារតែអញ្ចឹងនៅពេលដែលគាត់បើកចំហឲ្យខ្លួនឯងអានសៀវភៅកាន់តែច្រើនរៀនពីបទពិសោធន៍អ្នកដទៃកាន់តែច្រើនគាត់អាចនឹងធ្វើឲ្យខ្លួនឯងនឹងដឹងវិធីសាស្ត្រក្នុងការដើរជួបបញ្ហាក៏អត់ងាយបាក់ដែរគាត់ចាប់ផ្ដើមដោតទៅលើជ្រុងនៃដំណោះស្រាយច្រើនហើយបងតែងតែនិយាយថាដោយពីមុនអញ្ចឹងពេលដែលយើងផ្ដោតលើអីមួយយើងនឹងឃើញអញ្ចឹងយើងផ្ដោតលើឡានពណ៌សយើងឃើញឡានពណ៌សលើផ្លូវយើងផ្ដោតលើឡានពណ៌ក្រហមយើងប្រកាសជាឃើញឡានពណ៌ក្រហមលើផ្លូវច្រើនយើងផ្ដោតលើម៉ាកឡានមួយណាយើងប្រកាសជាឃើញម៉ាកឡានមួយហ្នឹងលើផ្លូវច្រើនអញ្ចឹងអាការដោះស្រាយបញ្ហាហើយនឹងដំណោះស្រាយគឺអញ្ចឹងនៅពេលដែលយើងផ្ដោតទៅបញ្ហាយើងអត់មានឃើញដំណោះស្រាយទេប៉ុន្តែបើសិនជាយើងនិយាយថាអូខេបញ្ហាហ្នឹងមានហើយតើមាន solution ណាខ្លះដែលយើងអាចធ្វើបានវាមិនខុសដូចបងដែលថាពេលដែលបង down ដែលព្រោះបងមិនទាន់ជួបបទពិសោធន៍ដល់តែអស់អាលីងហើយនឹងដាក់ត្រូវរត់ចោលស្រុកណាអ្វីដែលបងជួបគឺថាត្រូវធ្វើម៉េច maintain ឲ្យទៅមុខហើយនឹងដោះស្រាយធ្វើម៉េចកុំឲ្យបុគ្គលិកអត់មានប្រាក់ខែអញ្ចឹងអាហ្នឹងគឺជាអាទិភាពដែលបងត្រូវធ្វើហើយនឹងធ្វើម៉េចដើម្បីឲ្យគាត់ believe ថា industry មួយហ្នឹងនៅតែមានអនាគតដដែលអញ្ចឹងបងត្រូវតែរកវិធីសាស្ត្រដើម្បីយកមកប្រាប់ពួកគាត់ motivate ពួកគាត់ហើយនឹងមានបញ្ហាត្រូវដោះស្រាយអញ្ចឹងនៅពេលដែលយើងផ្ដោតទៅលើអាជ្រុងដំណោះស្រាយហ្នឹងយើងនឹងឃើញថាយើងអាចធ្វើចេះបានយើងអាចធ្វើចោះបានតែបើសិនជាយើង negative យើងអវិជ្ជមានហើយយើងអត់ដែលបើកខ្លួនឯងក្នុងការរៀនទេយើងប្រកាសជាដឹងថាគូដោះស្រាយមិនទេវាមិនខុសអីនៅពេលយើងធ្លាប់ទៅបាត់ដំបងយើងអត់ដឹងថាទៅផ្លូវណាប៉ុន្តែនៅពេលយើងដឹងថាពេលខ្លះមិនទាន់ទៅអត់ធ្លាប់ទាន់ទៅបាត់ដំបងទេតែយើងចេះមើល map ដឹងថាអូខេផែនទីមើលមិនដើម្បីឲ្យទៅដល់បាត់ដំបងបានអញ្ចឹងយើងមិនប្រកាសថាស្គាល់ផ្លូវហ្នឹងទេតែយើងយ៉ាងហោចណាស់ក៏យើងដឹងថាបើសិនជាយើងអាចប្រើ map ក៏អាចនាំយើងទៅដល់កន្លែងហ្នឹងបានដែរអញ្ចឹងអាចចំណេះដឹងអាការបើកខ្លួនឯងគឺដូចគ្នាអញ្ចឹងយើងមិនប្រកាសថាយើងនឹងដឹងពីវិធីសាស្ត្រធ្វើទោះបីជារៀនពីគេក៏ដោយប៉ុន្តែយ៉ាងហោចណាស់ក៏យើងមាន blueprint មួយដែលថាអូខេគេធ្លាប់មានបញ្ហាអញ្ចឹងដែរតើគេអាចដោះស្រាយបញ្ហាហ្នឹងដោយវិធីណាបានបើសិនជាគេជាពាក់លុយគេច្រើនគួរដោះម៉េចបើសិនជាអាជីវកម្មធ្លាក់ចុះគួរដោះម៉េចបើសិនជាមានបញ្ហា mental health ខ្លួនឯងគួរធ្វើម៉េចដើម្បីឲ្យខ្លួនឯងហ្នឹងកាន់តែមានភាពធូរស្រាលហើយគិតទៅលើសកម្មភាពការងារគិតទៅលើអចក្ខុវិស័យរបស់ខ្លួនឯងទស្សនៈខ្លួនឯងដើម្បីឲ្យ keep going ទៅមុខទៀតអាហ្នឹងគឺជាអ្វីដែលបងគិតថាគាត់គួរតែផ្ដោតទៅលើហ្នឹងហើយបើដើរតាម Google Map មែនតែដល់ពេលផ្លូវហ្នឹងគេបិទត្រូវរកផ្លូវផ្សេងទៅហ្នឹងហើយ Google Map តែពេលដល់ផ្លូវហ្នឹងបិទយើងបកត្រឡប់ក្រោយនេះវានឹង suggest ផ្លូវផ្សេងមួយទៀតយើងហើយហ្នឹងហើយអាហ្នឹងវាជារឿងមួយថាតើយើងចេះប្រើ tool ដែលមាននៅជុំវិញខ្លួនបានកម្រិតណាជាជាងstress បិទខ្លួនឯងក្នុងបន្ទប់អត់ទៅជួបគេអត់ទៅរៀនអីថ្មីសោះហើយនឹងល្អូមួយជីវិតនឹងជីវិតខ្លួនឯងថាអត់អាចធ្វើអីបានអញ្ចឹងហេតុអីបានជាមិនចាយលុយដែលមានអត់ដឹងធ្វើអីហ្នឹងទៅខាងក្រៅមិនតែដើរលេងផឹកស៊ីទៅខាងក្រៅជួបអ្នកដែលគាត់អាចនាំផ្លូវយើងឬក៏ចូលប្លុកសហគមន៍ណាដែលអាចជួយឲ្យយើងកាន់តែភ្លឺស្វាងជាងមុនហ្នឹងហើយអញ្ចឹងការចាប់ផ្ដើមតូចមិនមានន័យថាត្រូវមានគំនិតតូចដែរទេយើងត្រូវមានភាពច្នៃប្រឌិតនៅដើម្បីច្នៃនៅអ្វីដែលយើងមាននៅក្នុងដៃស្រាប់យ៉ាអញ្ចឹងអរគុណបងសម្រាប់ការចែករំលែកនិងអរគុណប្រិយមិត្តសម្រាប់ការទស្សនាសម្រាប់ podcast គំនិតដែលចែករំលែកទាក់ទងនឹងអាជីវកម្មនិងផ្នែកទីផ្សារបន្ថែមទៀតបងប្អូនអាច follow page របស់ពួកយើងអរគុណជួបគ្នានៅ episode ក្រោយ